ធម៌ពលនៃចិត្តវិជ្ជមានចិត្តដែលមិនចេះរីងស្ងួតនិងពោពេញទៅដោយធម៌ពលគ្មានថ្ងៃរលត់ណាគឺជាចិត្តដែលពោពេញទៅដោយគំនិតវិជ្ជមានហើយបងប្អូនទាំងអស់គ្នាធ្លាប់ឆ្ងល់ថាហេតុអីបានជាមានពេលខ្លះយើងមានអារម្មណ៍ថាហត់នឿយអស់កម្លាំងលហិតលហើយខ្លាំងមែនទែនទោះបីជាយើងអត់បានធ្វើការងារអីធ្ងន់ធ្ងរក៏ដោយចម្លើយគឺងាយបំផុតដោយសារតែយើងកំពុងតែបណ្ដោយឲ្យខ្លួនយើងនឹងលេចធ្លាយធម៌ពលតាមរយៈការគិតនិងគំនិតអវិជ្ជមានរបស់យើងគ្រប់ពេលវេលាគ្រប់វិនាទីនឹងឯងជារៀងរាល់ថ្ងៃយើងបានចំណាយធម៌ពលអស់ច្រើនខ្លាំងមែនទែនដល់ដឹងខ្លួនជាពិសេសគឺការចំណាយធម៌ពលទៅលើរឿងអវិជ្ជមានផ្សេងៗដូចជាការស្ដាប់អ្នកដទៃនិយាយពីរឿងអវិជ្ជមានហើយយើងខ្លួនឯងក៏បានចូលរួមនិយាយពីរឿងអវិជ្ជមានជាមួយនឹងគេដែរដូចជាការវិភាគពីបញ្ហាសង្គមផ្សេងៗការនិយាយតាមគេឬមកក៏ការវិភាគពីបញ្ហាជីវិតរបស់គេណាវាមានចំណេញអីទៅដល់ជីវិតយើងទេហើយមួយទៀតការមើលពីព័ត៌មានអវិជ្ជមាននៅក្នុងសង្គមផ្សេងៗដូចជាគ្រោះថ្នាក់ចរាចរណ៍ការកាប់សម្លាប់គ្នាការលោតទឹកសម្លាប់ខ្លួនឬមកក៏ការចម្ពាក់បំណុលគ្នាទៅវិញទៅមកការឆ្លោះទាស់តែងគ្នាជេរបចោគ្នាអស់ហ្នឹងគឺសុទ្ធតែជារឿងអវិជ្ជមានទាំងអស់ដែលពេលដែលយើងទៅវិភាគពេលដែលយើងទៅនិយាយពេលដែលយើងទៅគិតពីរឿងទាំងអស់ហ្នឹងវាអត់មានចំណេញអីទៅដល់ជីវិតយើងទាល់តែសោះគំនិតអវិជ្ជមានទាំងអស់ហ្នឹងប្រៀបដូចជាបិសាចដែលចាំជញ្ជក់ធម៌ពលចេញពីជីវិតរបស់យើងរហូតទាល់តែខ្សោះខ្លួនក៏ប៉ុន្តែផ្ទុយទៅវិញគំនិតវិជ្ជមានប្រៀបដូចជាម៉ាស៊ីនផលិតធម៌ពលដែលជួយឲ្យជីវិតរបស់យើងមិនចេះរីងស្ងួតទេការគិតវិជ្ជមានមិនមែនជាការបោកខ្លួនឯងថាក្នុងលោកនេះអត់មានបញ្ហាទេណាក៏ប៉ុន្តែគឺជាការជ្រើសរើសផ្ដោតទៅលើពន្លឺទោះបីជាជីវិតរបស់យើងកំពុងតែស្ថិតនៅក្នុងទីងងឹតខ្លាំងយ៉ាងណាក៏ដោយចិត្តដែលមិនចេះរីងស្ងួតគឺជាចិត្តដែលមិនដែលអនុញ្ញាតឲ្យរឿងអវិជ្ជមានទាំងឡាយណាមកតាំងទីនៅក្នុងខ្លួនយើងបានយូរទេមានន័យថាមនុស្សយើងម្នាក់ៗអត់អាចគេចផុតពីការគិតរឿងអវិជ្ជមាននេះក៏ប៉ុន្តែយើងដឹងខ្លួនទាន់ថាយើងកំពុងតែគិតពីរឿងអវិជ្ជមានហើយយើងព្យាយាមទាញខ្លួនឯងមកវិញភ្លាមតែមិនបណ្តែតបណ្ដោយឲ្យយើងលិចលង់នៅក្នុងស្ថានភាពអវិជ្ជមាននឹងយូរទេដូច្នេះយើងត្រូវធ្វើខ្លួនយើងជាអ្នកដែលចម្រោះធម៌ពលវិជ្ជមានដ៏តឹងរឹងបំផុតកុំអនុញ្ញាតឲ្យពាក្យសម្ដីអវិជ្ជមានឬមួយក៏ហេតុការណ៍អាក្រក់ៗទាំងឡាយណាមកបំផ្លាញធម៌ពលនៅក្នុងជីវិតរបស់យើងបានឲ្យសោះសូមចាំថាគំនិតវិជ្ជមានប្រៀបដូចជាអាវក្រោះដែលចាំការពារខ្លួនយើងពីការហត់នឿយខាងក្រៅនៅពេលដែលចិត្តរបស់យើងមានតែរឿងវិជ្ជមានយើងនឹងមានកម្លាំងនៅក្នុងការតស៊ូមានប្រាជ្ញានៅក្នុងការដោះស្រាយហើយនឹងមានចិត្តមេត្តានៅក្នុងការរស់នៅដរាបណាធម៌ពលនៅក្នុងចិត្តយើងនៅតែឆេះសន្ធោសន្ធៅដោយគំនិតវិជ្ជមាននោះជីវិតរបស់យើងនឹងអត់មានថ្ងៃទាល់ច្រកទេដូច្នេះចាប់ពីពេលនេះតទៅបើសិនជាអ្នកពិតជាចង់ឲ្យជីវិតរបស់អ្នកផ្លាស់ប្ដូរដោយការអនុវត្តច្បាប់ស្រូបទាញឲ្យបានជោគជ័យពិតមែនណារឿងសំខាន់តែមួយគត់ដែលអ្នកត្រូវធ្វើជាដាច់ខាតតែម្ដងគឺការកាត់ផ្តាច់រឿងអវិជ្ជមានចេញពីជីវិតអ្នកឲ្យអស់មិនថាគំនិតអវិជ្ជមានមនុស្សអវិជ្ជមានឬមួយក៏ហេតុការណ៍រឿងរ៉ាវអវិជ្ជមានផ្សេងៗនៅក្នុងសង្គមមួយនេះហើយកុំភ្លេចចាំសង្កេតខ្លួនឯងគ្រប់ពេលផងថាអ្វីដែលអ្នកកំពុងតែស្ដាប់ឮមើលឃើញនិងនិយាយដល់នេះគឺជារឿងវិជ្ជមានឬមួយក៏អវិជ្ជមានបើសិនដឹងខ្លួនថាវាជារឿងអវិជ្ជមានណាសូមប្រញាប់ទាញខ្លួនឯងឲ្យចូលមកក្នុងតំបន់វិជ្ជមានភ្លាមៗពីព្រោះខីនៅក្នុងការអនុវត្តច្បាប់ស្រូបទាញឲ្យបានជោគជ័យគឺការកាត់ផ្តាច់រឿងអវិជ្ជមានចេញពីជីវិតរបស់អ្នកឲ្យអស់ទោះបីជារឿងនឹងជារឿងតូចដែលបានកើតឡើងក្នុងជីវិតរបស់យើងឬមួយក៏តែងតែរំខានជីវិតរបស់យើងជារៀងរាល់ថ្ងៃនឹងក៏ដោយបើសិនជាយើងកាត់រឿងអវិជ្ជមានតូចនឹងអត់បានទេណាគុំសង្ឃឹមថាថ្ងៃក្រោយយើងនឹងកាត់រឿងអវិជ្ជមានធំចេញពីជីវិតរបស់យើងបានវីដេអូនេះចែកមកតែក្តីស្រឡាញ់ពីនាងខ្ញុំអរគុណច្រើន